អ្នកនាំពាក្យចេញមុខច្រានចោលព័ត៌មានមិនពិតដែលបានទាញសម្ដេចក្រឡាហោមសខេងទៅក្នុងចលនាជាតិតស៊ូដែលបង្កើតឡើងដោយអតីតមេដឹកនាំបកប្រឆាំងកំពុងនិនរទេសខ្លួននៅឯបរទេសសំរាំងស៊ីនៅថ្ងៃទី24ខែមីនានេះអ្នកនាំពាក្យសម្ដេចក្រឡាហោមសខេងអនុប្រធានគណៈបកប្រជាជនកម្ពុជាសេចក្តីប្រកាសកោតទោសតបទៅនឹងការបង្កើតផ្សព្វផ្សាយព័ត៌មានคล้ายៗតាមបណ្ដាញសង្គមថាសម្ដេចក្រឡាហោមសខេងជាក្បាលម៉ាស៊ីនដឹកនាំនៃរបស់ដែលហៅថាចលនាជាតិតស៊ូស្អីគេនោះអ្នកនាំពាក្យថាការបង្កើតព័ត៌មានคล้ายៗនេះអ្នកនាំពាក្យអះអាងថាគ្រាន់តែជាឧបករណ៍ទុច្ចរិតរបស់ក្រុមប្រឆាំងក្នុងបំណងចង់បំបែកផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជាពិសេសឲ្យមានការភ័ន្តច្រឡំលើសម្ដេចក្រឡាហោមសខេងការចេញមកអះអាងដូចនេះគឺក្រោយពីក្រុមប្រឆាំងជននិយមនៅបរទេសនៅតែចិញ្ចឹមចិត្តបង្កើតព័ត៌មានคล้ายៗដោយបំពេញបំផ្លែងនិងបំភ័ន្តតាមបណ្ដាញសង្គមថាសម្ដេចក្រឡាហោមសខេងជាក្បាលម៉ាស៊ីនដឹកនាំនៃចលនាជាតិតស៊ូនៅឯក្រៅប្រទេសក៏ប៉ុន្តែអ្នកនាំពាក្យរបស់សម្ដេចក្រឡាហោមសខេងអនុប្រធានគណៈបកប្រជាជនកម្ពុជាប្រកាសបដិសេធនិងចាត់ទុកសកម្មភាពនេះថាជាឧបាយកលទុច្ចរិតអសិលធម៌គ្មានគុណធម៌ជាមនុស្សជាតិក្នុងទិសដៅបំពេញបំភ្លៃបំភ័ន្តមូលបង្កាច់ខ្លែងបន្លំញុះញង់ក្នុងគោលបំណងអតីតបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណៈបកប្រជាជនកម្ពុជាអ្នកនាំពាក្យថាចលនាបំរើចេតនាព្រៃផ្សៃខ្មៅងងឹតសម្រាប់មហិច្ឆតាតាមដណ្ដើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជននិងកម្ពុជាទាំងមូលឲ្យចូលភ្នក់ភ្លើងវិនិច្ឆ័យសកម្មម្ដងហើយម្ដងទៀតតាមរបៀបបដិវត្តពណ៌